Mình đã chat với mình đã chạy cùng lệ chỉ đường bởi ní xe mối nó là rồi lọ sóng pi tu sana Abraham Lincoln om piชีวิตสบายดีនៅក្នុងជីវិតប្រចាំថ្ងៃមានរឿងជាច្រើនដែលយើងចែករំលែកជាមួយគេទោះយ៉ាងណាមនុស្សដែលឆ្លាតវៃពិតប្រាកដបើបញ្ចូលទស្សនៈនៃប្រធានាធិបតីអាមេរិកអតីតកាល Abraham Lincoln ពួកគេមានការយល់ដឹងថាប្រសិនបើយើងចង់រក្សាជីវិតស្ងប់ស្ងាត់និងសប្បាយរីករាយយើងចូលធ្វើរឿងទាំងនេះទី1គម្រោងធំនៅអនាគតរបស់អ្នក Lincoln មានសម្ដីថា The best way to predict your future is to create it វិធីល្អបំផុតដើម្បីទូទាយអនាគតរបស់អ្នកគឺការបង្កើតវាឡើងដោយខ្លួនឯងមនុស្សឆ្លាតវៃគេចានពិចារណានិងគូប្លង់អនាគតដោយមិនចាំបាច់ប្រាប់គេពួកគេដឹងថាមនុស្សខ្លះអាចបំផ្លាញសុបិនរបស់អ្នកត្រឹមតែដោយសារមតិយោបល់ឬការជាសះស្បើយពុំបានស្ថិតលើមូលដ្ឋានជាក់លាក់ការរក្សាផែនការស្ងប់ស្ងាត់បង្កើតឱកាសឲ្យអ្នកអនុវត្តដោយមានប្រសិទ្ធភាពនិងគ្មានទីរាំង2បញ្ហាផ្ទាល់ខ្លួនឬស្ថានភាពគ្រួសារទាំងខលបាននិយាយថា most folk are as happy as they make up their mind to be មនុស្សភាគច្រើនមានភាពសប្បាយរីករាយតាមរយៈរបៀបគិតរបស់ខ្លួនបញ្ហាផ្ទាល់ខ្លួនជារឿងស្ថិតក្នុងចិត្តការចែករំលែកវាជាមួយមនុស្សមិនត្រូវគុណគឺដូចជាការបើកទ្វារឲ្យគេជិះលើភាពទន់ខ្សោយរបស់អ្នកមនុស្សឆ្លាតវៃដឹងថាមិនមែនគ្រប់គ្នានឹងយកឬស្រឡាញ់ការពិតរបស់អ្នកទេការរក្សាសភាពស្ងប់ស្ងាត់នឹងជួយឲ្យអ្នកដោះស្រាយបញ្ហាបានយ៉ាងមានគុណភាពជាងប្រាប់គេទាំងអស់3ចំណូលនិងទ្រព្យ Lincoln អាចមិនបាននិយាយផ្ទាល់អំពីចំណូលទេប៉ុន្តែគាត់បានបង្ហាញថា character is like a tree and reputation like a shadow the shadow is what we think of it the tree is the real thing អាការៈជាដើមឈើនិងកេរ្តិ៍ឈ្មោះគឺស្រមោលគឺអ្វីដែលអ្នកគិតប៉ុន្តែដើមឈើគឺជាការពិតចំណូលមិនមែនជារឿងគេត្រូវដឹងទេមនុស្សដែលឆ្លាតមិននិយាយពីប្រាក់ពិតប្រាកដព្រោះវាអាចបណ្ដាលឲ្យមានភាពអាប់អួតឬទាក់ទាញការច្រណែកការរក្សាទ្រព្យសម្បត្តិឲ្យស្ងប់ស្ងាត់គឺការពារសន្តិភាពនិងសុវត្ថិភាពរបស់ខ្លួនតុល្យភាពនៃជីវិតសប្បាយរីករាយតាម Lincoln ជាមនុស្សដែលមានជីវិតពោរពេញដោយការប្រឈមប៉ុន្តែក៏ទល់ឃើញថាភាពសប្បាយរីករាយមិនមែនមកពីអ្វីដែលអ្នកមាននោះទេប៉ុន្តែមកពីរបៀបគិតការមិនចែករំលែករឿងខ្លះជាមួយគេគឺជាការការពារបេះដូងនិងការរក្សាសុខភាពផ្លូវចិត្តសរុបសេចក្តីសន្និដ្ឋានមកមនុស្សដែលឆ្លាតវៃដឹងថាសុភមង្គលពិតប្រាកដគឺមិនមែនមកពីការចង់ឲ្យគេយល់ពីអ្នកទេប៉ុន្តែមកពីការយល់ដឹងពីខ្លួនឯងចូលកុំចែករំលែកអ្វីទាំងអស់គ្រប់ពេលវេលារឿងខ្លះគួរតែទុកជាឯកជននោះហើយជាផ្លូវដើររបស់អ្នកឆ្លាតវៃមួយរូប